ដើម្បីងាយស្រួលនៅក្នុងការសម្គាល់កន្លែងដែលសត្វជាកម្មធ្វើសម្បុកនៅក្នុងផ្ទះរបស់យើងអាចសម្គាល់ទៅលើលាមករបស់សត្វជាកម្មដែលបានជួសដាក់នៅក្នុងផ្ទះរបស់យើងលាមករបស់វាមានពណ៌ប្រផេះជាគំនរដុំហើយក៏យើងអាចសង្កេតបានដែរថាលាមករបស់វាក៏មានលីភ្ជាប់រោមនិងមានក្លិនម្យ៉ាងវិញទៀតការភ្ជាប់រោមលីក្លិននោះគីដើម្បីចំណាំកន្លែងរបស់វាកុំឲ្យច្រឡំសម្បុកគ្នាជាពិសេសនោះរោមរបស់វាមានក្លិនពិសេសម្យ៉ាងសម្រាប់សម្គាល់សត្វនីមួយៗបញ្ជាក់បើសិនយើងឃើញវាជុះលាមកដែលមានលក្ខណៈរីរាយហើយមានពណ៌សនោះសត្វគ្រាន់តែហោះហើរលេងក្នុងផ្ទះតែប៉ុណ្ណោះមួយវិញទៀតដើម្បីងាយស្រួលនៅក្នុងការប្រមូលផលទៀតផងនោះយើងអាចបិទសម្គាល់នៅកន្លែងដែលសត្វបានធ្វើសម្បុកដែលមានកំណត់ថ្ងៃខែច្បាស់លាស់នៅពេលដែលយើងរាប់សម្បុកការធ្វើដូច្នេះយើងក៏អាចរំពឹងបានដែរថាត្រចៀកកម្មមួយគូនឹងមកធ្វើសម្បុកនៅកន្លែងនេះម្ដងទៀតសូមរំលឹកម្ដងទៀតពេលវេលាចូលរាប់សម្បុកគួរចាប់ពីម៉ោង 10 នាទីព្រឹកដល់ម៉ោង 3 កន្លះល្ងាច